កាលពីម្សិលមិញខ្ញុំបានផុសវីដេអូនិយាយថាបងប្អូនខ្មែរយើងដែលគាត់មានគ្រួសារជាជនជាតិចិនហើយរស់នៅក្នុងប្រទេសចិនភាគច្រើនគឺពួកគាត់រកការងារអត់បានធ្វើទេដូចជាខ្ញុំអញ្ចឹងមូលហេតុដែលគាត់រកការងារអត់បានធ្វើហ្នឹងដោយសារតែពួកគាត់អត់មានសិទ្ធិធ្វើការពេលណាដែលធ្វើទៅប៉ូលីសគេដឹងគឺគេផាកពិន័យអីអញ្ចឹងហើយក៏ឃើញមានបងស្រីម្នាក់គាត់ចូលខមមិនថាគាត់ធ្វើបានសោះធ្វើបានមកពីនៅខាងតំបន់បបងនឹងងាយស្រួលអីអញ្ចឹងណាតែសម្រាប់នៅខាងខ្ញុំវិញធ្វើបានដូចគ្នាលក្ខណៈបែបលួចលាក់ដូចខ្ញុំនិយាយអញ្ចឹងហើយខ្ញុំក៏អត់បាននិយាយថាបងប្អូនខ្មែរយើងដែលគាត់មានគ្រួសារជាជនជាតិចិនរស់នៅក្នុងប្រទេសចិនរាល់ថ្ងៃហ្នឹងទាំងអស់គ្នាគឺសិតតែអត់មានសិទ្ធិធ្វើការទេគឺខ្ញុំនិយាយថាភាគច្រើនព្រោះអីខ្ញុំឃើញមានបងប្អូនខ្មែរយើងច្រើនណាស់ដែលគាត់មករស់នៅប្រទេសចិនហើយគាត់អត់មានសិទ្ធិធ្វើការដូចជាខ្ញុំអញ្ចឹងនៅតំបន់របស់ប្តីខ្ញុំផ្ទាល់ហ្មងគឺអាចធ្វើបានដូចខ្ញុំនិយាយអញ្ចឹងគឺខ្ញុំក៏ធ្លាប់ចូលទៅធ្វើការបាន2-3ខែដែរក៏ប៉ុន្តែលក្ខណៈលួចលាក់អីអញ្ចឹងណាហើយក៏មានចាយដែលគាត់ស្គាល់គ្នាជាមួយខ្ញុំគាត់មករស់នៅនឹងយូរហើយ5-6ឆ្នាំហើយគាត់រាល់ថ្ងៃហ្នឹងក៏គាត់ធ្វើការដែរក៏ប៉ុន្តែគាត់ធ្វើការក្នុងមួយថ្ងៃគឺគាត់មានសិទ្ធិយកត្រឹមតែ100យួនទេបើសិនជាគាត់ធ្វើការលើសពី100យួនហ្នឹងគឺមានជនជាតិចិនដែលធ្វើការជាមួយគាត់ហ្នឹងគេទៅនិយាយឆ្វេងឆ្វាញអីដឹងឮដល់ប៉ូលីសអីអញ្ចឹងទៅពេលដឹងឮដល់ប៉ូលីសហើយដឹងតែគេហៅយើងទៅសួរនាំផាកពិន័យហើយក៏មានពមៀនអីខ្លះដែរដោយសារតែចាយដែលខ្ញុំស្គាល់ហ្នឹងគាត់ដេលក្ខណៈស៊ីបងបងប្អូនអញ្ចឹងហើយដេស៊ីបងពេលដែលយើងដេបានច្រើនគឺបានលុយច្រើនដែរក៏ប៉ុន្តែគាត់វិញគឺអត់ទេមួយថ្ងៃគឺដេត្រឹមតែ100យួនទេធម្មតាទេបងប្អូននៅយើងធ្វើការមានគ្នាអញ្ចឹងទៅពេលដែលយើងធ្វើទៅលឿនយើងដេបានច្រើនអញ្ចឹងទៅប្រកាសជាមានអ្នកចំណែនហើយវិញទៀតយើងជាជនជាតិខ្មែរហើយទៅធ្វើការជាមួយនឹងជនជាតិចិនអីអញ្ចឹងណាបងប្អូនជនជាតិចិនខ្លះក៏មានល្អខ្លះទៀតក៏អាក្រក់និយាយទៅគឺទៅដោយចរិតមនុស្សទេបងប្អូនស្រីខ្មែរយើងអ្នកណាខ្លះដែលកំពុងតែរស់នៅក្នុងប្រទេសចិនហើយអត់មានសិទ្ធិធ្វើការដូចជាខ្ញុំដែរកុំភ្លេចចូលខមមិននៅក្រោមវីដេអូនឹងម្នាក់មួយផងឥឡូវនេះយើងស្លេះរឿងនឹងតែប៉ុណ្្នឹងបានហើយកុំនិយាយច្រើនពេកតែនិយាយច្រើនខុសច្រើនឡើយគេកលេចមកមើលខោនេះវិញម្ដងបងប្អូនហើយគេលក់ពីនឹង50យួនគិតជាលុយខ្មែរទៅប្រហែលជាខ្ទង់20000ជាង30000អីហ្នឹងបងប្អូនហើយព្រោះអីវាអត់ទៀងទេលុយឡើងលុយចុះអីអញ្ចឹងហើយខ្ញុំឃើញសាច់វារៀងទន់មើលទៅស្រួលពាក្យបងប្អូនហើយដល់ពេលអញ្ចឹងហើយទិញយកទៅស្លៀកនៅផ្ទះទៅយើងនៅផ្ទះមើលកូនអីអញ្ចឹងស្លៀកខោចឹងទៅវាស្រួលប្តីបើខ្ញុំវិញដំបូងគាត់អត់ឲ្យខ្ញុំទិញទេគាត់ថាអត់ស្អាតខ្ញុំថាទិញស្លៀកនៅផ្ទះតើមិនចេញក្រៅណាពេលអញ្ចឹងហើយគាត់ប្រាប់ខ្ញុំថាទិញហើយស្លៀកតែនៅផ្ទះឯណាអត់មានឲ្យស្លៀកចេញក្រៅទេព្រោះអីអត់ស្អាតទេខោហ្នឹងពួកខ្ញុំរាល់ថ្ងៃនេះបងប្អូនពេលខោអាវប្តីគឺខ្ញុំអ្នកមើលប៉ុន្តែពេលខោអាវខ្ញុំអញ្ចឹងទិញគឺគាត់អ្នកមើលឲ្យខ្ញុំនិយាយទៅមើលទៅវិញទៅមកហើយពេលចូលទៅទិញខោអាវអីម្ដងអញ្ចឹងជាធម្មតាគេឲ្យយើងលើឲ្យបងប្អូនពេលដែលលើចេញមកនិយាយពីថាអ្នកលក់បញ្ជោយើងអូយស្អាតតាយកទៅព្រោះប៉ុន្តែខ្ញុំអត់ជឿអ្នកលក់ទេខ្ញុំជឿប្តីខ្ញុំចេញមកគឺខ្ញុំសួរប្តីខ្ញុំមុនគេថាស្អាតអត់បើគាត់ឆ្លើយភ្លាមថាស្អាតអានឹងគឺដឹងតែស្អាតតែបើគាត់ធ្វើមុខរៀងអេះអុញមើលលើមើលក្រោមនឹងមិនបាច់យកទេគឺដឹងតែអត់សមហ្មងចឹងហើយទោះបីជាអ្នកលក់បញ្ជោប៉ុណ្ណាក៏ខ្ញុំអត់យកដែរព្រោះឯងខ្ញុំស្គាល់ទឹកមុខប្តីរបស់ខ្ញុំច្បាស់ណាស់ភាគច្រើនគឺអញ្ចឹងមែនបងប្អូនឯងខោអាវណាដែលខ្ញុំពាក់ទៅគាត់ថាស្អាតចេញមកគឺរៀងសមរូបសមរៀងអីអញ្ចឹងណាតែបើថាខោអាវខ្ញុំឬខ្លួនឯងវិញអត់សូវត្រូវទេខោអាវដែលខ្ញុំឬខ្លួនឯងភាគច្រើនមើលទៅស្អាតក៏ប៉ុន្តែយកមកពាក់លើខ្លួនវាអត់សមជាមួយនឹងយើងបើខោអាវកូនវិញបាច់ឲ្យប្តីខ្ញុំរឹសទេចេញមកគឺខុសគេខុសឯងហ្មងអញ្ចឹងហើយខោអាវគាត់ហើយនឹងខោអាវកូនភាគច្រើនគឺខ្ញុំអ្នកទិញហើយខ្ញុំអ្នករឹសឲ្យគាត់វិញ